បាទជម្រាបសួរបងប្អូនប្រិមិត្តឥឡូវយើងមកទេសនាម្ដុំបាទស្រុកស្វាយលើនេះផ្លូវទៅទីតាំងឡើងទៅភ្នំកលែនបងប្អូនណាប៉ុន្តែយើងឡើងជាហៀងខាងកើតហ្នឹងហើយបងប្អូនកុំភ្លេចចុច Subscribe Channel ហើយនឹងចុចបើកបាទរូបកណ្ដឹងផងបាទចុចឲ្យចំកណ្ដឹងអញ្ចឹងណាបងប្អូនដើម្បីយើងតាមដានទស្សនារាល់ការផុសវីដេអូរបស់ខ្ញុំថ្មីប្រចាំថ្ងៃបងប្អូនបានទស្សនាមុនគេបាទនេះជាទីតាំងផ្លូវឡើងទៅលើបាទខ្នងភ្នំកលែនប៉ុន្តែយើងឡើងពីខាងកើតបាទយើងឡើងពីខាងកើតបងប្អូនណាទេសភាពបាទគឺផ្លូវបេតុងស្រួលមែនតើបងប្អូនបានលលងប្រល់ប៉ុន្តែគិតថាគាត់ថាយើង ចង់ជាប់មាត់បងប្អូនហ្នឹងហើយយើងមើលទស្សនភាពនៅផ្លូវជរិលឡើងទៅខ្នងភ្នំបាទគឺដីទលេមែនតើបាទដោយសារផ្ទះប្រជាពលរដ្ឋនៅតិចបាទគឺបាទមួយអញ្ចឹងទៅប៉ុន្តែនៅទីតាំងហ្នឹងបើជាក់ស្ដែងទៅបាទដូចជាស្ងាត់បាទបងប្អូនណាស្ងប់ស្ងាត់មែនតើអត់ដូចជាអត់សូវមានបាទបងប្អូនប្រជាពលរដ្ឋយើងធ្វើដំណើរទៅលេងកម្សាន្តទេហើយការថតរបស់ខ្ញុំនេះចំថ្ងៃចូលឆ្នាំខ្មែរបងប្អូនបាទចំថ្ងៃទី15បងប្អូនថ្ងៃទី15ចំថ្ងៃឡើងស័កចូលឆ្នាំខ្មែរហ្នឹងហើយដូចជាស្ងាត់ហើយឃើញមួយក្រុមអញ្ចឹងទៅហើយនេះមួយក្រុមនេះគាត់មកជុំគ្នាទៅគាត់ប៉ាតម្សៅប៉ាត់ឲ្យបងប្អូនយើងតិចដែរគាត់មកទស្សនាអញ្ចឹងណាហើយជាក់ស្ដែងយើងមើលនៅជុំវិញជាក់ស្ដែងទៅឃើញថាទស្សនភាពបាទតាមដងផ្លូវមានជាបរដ្ឋយើងមួយហើយចំថ្ងៃចូលឆ្នាំខ្មែរទៀតថ្ងៃចូលឆ្នាំខ្មែរគឺជាថ្ងៃដែលជួបជុំក្រុមគ្រួសារបងប្អូននៅឆ្ងាយអីចឹងគាត់មកលេងជួបជុំគ្នាអញ្ចឹងណាអញ្ចឹងវាគួរតែមនុស្សអ៊ូអរច្រើនតែស្ងាត់បាទគឺថាស្ងាត់ឥឡូវទៅទៀតហើយបងប្អូនណាអានេះផ្លូវឡើងបងប្អូនបើកតោលឿនណាបងប្អូនបើកតោលឿនបាទគឺស្ងាត់ឈឹងបាទហើយទេសភាពនៅទីនេះគឺស្អាតមែនទែនបងប្អូនបាទគឺស្រស់ស្អាតបាទព្រៃឈើអីបាទគឺថាស្រស់បំប្រងតែម្ដងបាទនេះគឺឡានចុះពីលើភ្នំមកវិញហ្នឹងហើយបងប្អូនជួយចុចបាទ like ចុច Subscribe បាទបងប្អូនចុចចឹងទៅចុចរូបកណ្ដឹងបងប្អូនដល់ការផុសវីដេអូរបស់ខ្ញុំបងប្អូនបានទស្សនាវីដេអូមុនគេពេលដែលខ្ញុំផុសទៅគឺលូតចូលទូរស័ព្ទបងប្អូនផ្ដល់ជាដំណឹងបាទនេះតូបលក់ដូរបងប្អូនគឺតូបលក់ដូរដូចជាបាទអត់សូវមានអ្នកលក់បងប្អូនបាទគឺទីតាំងនេះបាទស្ថិតនៅក្នុងបាទស្រុកស្វាយលើបងប្អូនបាទស្រុកស្វាយលើបាទហើយថតនេះគឺថតចំថ្ងៃចូលឆ្នាំខ្មែរផងចែកជូនបងប្អូនទេសនាបាទនេះផ្ទះទុកចោលបាត់ចោលនឹងតំណាមចាស់តំណាមបាត់ហើយបាទផ្ទះតូចបងប្អូនបាទសូវមានផ្ទះធំទេហើយតូបលក់ដូរមួយនេះផ្លូវចកេះចាប់ផ្ដើមឡើងទៅលើកំពូលភ្នំអញ្ចឹងណាបាទឥឡូវយើងដល់ចកេះហើយបាទគឺស្ងប់ស្ងាត់បងប្អូនចំថ្ងៃចូលឆ្នាំទេសនិយាយពីទេសភាពវិញអែមបងប្អូនអើយបាទទេសភាពស្រស់ស្អាតនេះផ្លូវទៅវត្តដូចជាស្ងាត់ឈឹងបាទនេះខ្លោងទ្វារវត្តបាទផ្លូវចូលទៅវត្តនៅក្នុងជើងភ្នំហើយផ្ទះធ្វើទុកចោលបាទសោកស្ដាយដែរបាទគឺធ្វើទុកចោលបាទមើលទៅដូចជាទេសភាពស្រស់ស្អាតប៉ុន្តែហាក់បីដូចជាគេហៅថាស្ងប់ស្ងាត់ជាបរិបទជាអីអត់សូវមានមនុស្សអីគូកទៅលេងទេសនាអីចឹងណាបាទម៉ូតូចុះមកពីលើក្នុងភ្នំមួយឥឡូវខ្ញុំចាប់ផ្ដើមឡើងទៅហើយបាននិយាយពីផ្លូវស្អាតបងប្អូនផ្លូវស្អាតផ្លូវឡើងទៅគឺផ្លូវបេតុងរហូតបាទគឺស្អាតជ្រេញបាទគឺប៉ុន្តែឡើងរឿងចំណោតតិចបងប្អូនចំណោតហ្នឹងហើយឃើញបាទម៉ូតូចុះមកមួយបាទដោយសារខ្ញុំថតហ្នឹងគឺពងឡើងទៅហើយបងប្អូនបាទហើយថតនេះចំថ្ងៃចូលឆ្នាំខ្មែរបាទថ្ងៃទី15ទៀតបាទថ្ងៃទី15ខែ4ឆ្នាំ2025
ឥឡូវដោយសារវីដេអូនេះក្របបានចេញបន្តិចរវល់បងប្អូនបាទមានធរៈទៅហើយបញ្ហាសុខភាពមួយរយៈនេះអត់សូវបានចេញវីដេអូចែកជូនពុកម៉ែបងប្អូនទេសនាអញ្ចឹងណាបាទផ្លូវបេតុងចាក់រឿងស្ដើងមកប្រេះអស់ខាងប្រេះដោយសារការចាក់ហ្នឹងដូចកន្លែងខ្លះក៏ចាក់ក្រាស់ទៅកន្លែងខ្លះក៏ស្ដើងបាទឥឡូវយើងឡើងទៅបាទឃើញឡានចុះមកមួយបាទនិយាយពីទេសភាពវិញបាទខ្ញុំរីកមិនឲ្យបងប្អូនបាទវាមាន2ច្រកឡើងទៅលើខ្នងភ្នំកលែនណាបងប្អូនអាចឡើងពីខាងស្រុកមន្ទីរស្រីក៏បានបងប្អូនអាចឡើងពីខាងស្រុកស្វាយលើក៏បានតែបើសម្រាប់ខ្ញុំរីកមិនឲ្យបងប្អូនឡើងខាងស្រុកស្វាយលើវិញបាទព្រោះអីទេសភាពស្អាតបាទស្អាតដោយសារខ្ញុំធ្លាប់ឡើងខាងស្រុកមន្ទីរស្រីរួចហើយប៉ុន្តែដោយសារខ្ញុំអត់បានថតវីដេអូចែកជូនបងប្អូនទេសនាអញ្ចឹងណាផ្លូវឡើង2ច្រកហ្នឹងតែបើឡើងពីខាងស្រុកស្វាយលើវាមានទេសភាពច្រើនសម្រាប់បងប្អូនទេសនាបាទហើយយើងមានរមណីយដ្ឋាននៅក្បែរជើងភ្នំនឹងច្រើនដែរដោយសារខ្ញុំអត់ទាន់បានផុសវីដេអូហ្នឹងទេថតបានច្រើនដែរអញ្ចឹងយើងផុសមកតង់មកកន្លែងមកតំបន់សិនណាហើយបងគាត់មាននៅយាមនៅខាងក្រោមបាទក៏ជួយការពារដែរសិនសុខការបងប្អូនមានបញ្ហាអីមួយចឹងទៅបាទក៏គាត់ជួយទាន់ពេលទាន់វេលាហើយភ្លើងសូឡាអីមានគេដាក់ទៅបងប្អូនណាដាក់សូឡាអីភ្លើងភ្លឺអីបាទហើយយើងឡើងចេញចូលធម្មតាបាទគឺផ្លូវរៀងទូលាយបងប្អូនណារៀងទូលាយបាទនេះបងប្អូនយើងបាទឥឡូវខ្ញុំមកដល់ត្រឹមនេះសិនអានេះគេហៅថាថ្មអណ្ដែតបងប្អូនណាចង្កេះភ្នំពាក់កណ្ដាលហើយថ្មអណ្ដែតបាទទីតាំងថ្មនេះគឺស្អាតមែនតើបាទគឺកន្លែងនេះគេជ្រោះបាទនេះបាទគឺផ្ទាំងថ្មបាទខ្ពស់ស្រឡះបាទយើងអាចឡើងទៅលើហ្នឹងថត selfie អីឥឡូវខ្ញុំឡើងទៅលើហើយខ្ញុំថតពីលើដែរបងប្អូនយើងក៏ចុះពីលើខ្នងភ្នំមកបាទគឺចំថ្ងៃចូលឆ្នាំផងបាទប៉ុន្តែរៀងស្ងាត់អត់សូវមានបងប្អូនយើងច្រើនគាត់មកលេងដំណើរកម្សាន្តអញ្ចឹងណាសម្រាប់លើភ្នំកលែននេះអូននេះលេងដៃទៀតប្រពើហើយបានយកតែទេសភាពវិញ្ញាសាច់ហើយបងប្អូនហើយបាទគឺស្អាតមែនទែននេះបាទមកក្រុមធំតែម្ដងចុះទៅលើខ្នងភ្នំមកបាទនេះរៀងពេលល្ងាចតិចបានឃើញអ្នកចុះមករៀងច្រើនតិចបាទសម្រាប់បងប្អូនដែលចូលចិត្តបាទតាមដានទស្សនាបាទឬក៏ចង់ធ្វើដំណើរកម្សាន្តមកលេងបាទខេត្តសៀមរាបបាទកុំភ្លេចមកទស្សនាហើយនឹងមកលេងលើខ្នងភ្នំកលែនប៉ុន្តែយើងឡើងផ្លូវខាងកើតបងប្អូនណាគឺផ្លូវស្រឡះទលាយល្អមែនតើឥឡូវយើងមើលទាំងអស់គ្នាបាទនេះខ្ញុំឈរនៅលើផ្ទាំងថ្មមួយមិញឥឡូវនេះថតពីលើទៅបាទគឺយើងមើលឃើញថាផ្ទះបងប្អូនប្រជាពលរដ្ឋហើយនឹងទេសភាពបាទស្អាតបងប្អូនស្អាតមែនតើបាទគឺស្រស់ស្អាតបំប្រងតែម្ដងបាទតែនេះដោយសារខ្ញុំថតទូរស័ព្ទដៃបើសិនតែបងប្អូនមានកាមេរ៉ាឬក៏មានដ្រូននៅបង្ហោះអីចឹងអាចចាប់ទេសភាពបានស្អាតច្រើនបាទសម្រាប់ចាប់ប្លង់បានច្រើនចឹងណានេះជ្រុះបងប្អូនបាទម្ដុំនេះខ្ញុំថតនេះគេហៅថាថ្មអណ្ដែតនេះនៅផ្លូវចង្កេះពាក់កណ្ដាលឡើងទៅបាទហើយយកបាទក៏ដើរខ្លាចណាសំបីតែដើរក៏ខ្លាចដែរបើស្រាវព្រោះដោយសារជ្រោះបាទខាងហ្នឹងសើជ្រោះបាទជ្រោះមើលទៅក្រោមឡើងក៏លួចមើលអត់ឃើញទេបាទមិនដឹងថាជ្រៅប្រមាណ100ម៉ែត្រទៅក្រោមទេបងប្អូនហើយបាទហើយថ្មនេះមកផ្ទាំងនេះគឺឡើងលើថ្មនេះមើលទេសភាពយ៉ាងស្រួលបាទគឺឃើញយ៉ាងស្រស់បំព្រងអញ្ចឹងណាបាទឥឡូវវាហើយបាទវាញាក់សាច់ហើយបាទអត់ហ៊ានដើរទេបាទដោយសារសឡឹងឃើញជ្រោះគាត់ញ័រជើងបងប្អូនញ័រជើងលូនផងក្រាបផងបាទប៉ុន្តែបើយើងមើលទេសភាពនៅជុំវិញនេះវិញបាច់ទៅញាក់សាច់បាទញាក់សាច់បាទគឺទេសភាពស្អាតបំប្រងតែម្ដងបាទនេះផ្លូវគេហៅថាតុងអាំងបងប្អូនម្ដុំនេះបាទផ្លូវតុងអាំងចង់ប្រហែលផ្លូវទៅវាលវែងភ្នំខាងពោធិ៍សាត់ដែរបាទបើសិនតែយើងចាប់ដ្រូនវិញឃើញតុងអាំងហ្នឹងបងប្អូនបាទតុងអាំងពីលើគេហៅថាផ្លូវក្បាច់ក្វែងអញ្ចឹងណា
នឹងហើយពុកម៉ែបងប្អូនមកកុំភ្លេចជួយចុច Subscribe Channel ផងហើយក៏ចុច Follow Page ម្នាក់មួយផងបងប្អូនណាសម្រាប់តាមដានបានដោយសារមួយរយៈនឹងចេញវីដេអូរឿងយឺតតិចបងប្អូនបាទហើយវីដេអូនេះគឺតាមពិតទៅត្រូវចេញថ្ងៃទី16 17ប៉ុន្តែដោយសារខ្ញុំមានបញ្ហាសុខភាពបាទអញ្ចឹងក៏អត់បានចេញវីដេអូចែកជូនបងប្អូនទេសនាបាទនេះបងប្អូនយើងដែលគាត់ធ្វើដំណើរកម្សាន្តចុះពីលើភ្នំមកបាទគឺមួយមកបាទថ្ងៃថតវីដេអូនេះចំថ្ងៃចូលឆ្នាំខ្មែរថ្ងៃ15បាទគេថាបាទគឺទេសភាពមិននិយាយទេបងប្អូនអែមនៅទីតាំងនេះដោយសារខ្ញុំអត់បានឡើងទៅដល់លើទេបងប្អូនណាដោយសារយើងមកនឹងខ្ញុំឡើងនឹងពេលម៉ោង5ម៉ោង6ហើយជិលល្ងាចអញ្ចឹងក៏បាទមកដល់ត្រឹមគេហៅថាចកេះភ្នំថ្មអណ្ដែតហ្នឹងទៅបាទគេថតត្រឹមហ្នឹងចែកជូនបងប្អូនទេសនាបាទជាកំសាន្តឲ្យបងប្អូនបានស្គាល់បាទពីផ្លូវឡើងទៅលើក្នុងភ្នំកលែនផងបាទគឺទីតាំងដែលស្អាតបាទស្រស់ប្រងអាទៅហ្នឹងដូចផ្លូវទងអាំងអញ្ចឹងដូចខ្ញុំបញ្ជាក់ម្ដងទៀតអញ្ចឹងណាហ្នឹងដូចផ្លូវទងអាំងអញ្ចឹងបងប្អូនគឺម៉ូតូឡើងចុះឡើងទៅបើកលឿនណាបានទេកន្លែងហ្នឹងបាទតំបន់គេហៅថាកាច់កែងច្រើនអញ្ចឹងណាបាទតពេលងាយអញ្ចឹងមិនដឹងថាបងប្អូនយើងក៏ចុះលើខ្នងភ្នំមកវិញអញ្ចឹងបាទប៉ុយចឹងទៅប៉ុន្តែបើឲ្យកំណើនទេសចរថាឲ្យច្រើនដូចជាអត់សូវច្រើនទេបាទវីដេអូមានតែប៉ុណ្្នឹងបងប្អូនបាទសូមអរគុណ